អឺសួស្តីបងប្អូនវីដេអូមួយទៀតហ្នឹងថ្ងៃនេះប៉ុន្តែអាចជាខ្លីដែរហើយពាក់ព័ន្ធនឹងTikTok ម្ដងអញ្ចឹងខ្ញុំដោយសារខ្ញុំទៅនឹងរកឃើញតែប្រហែលជាអ្នកខ្លះគាត់ឃើញយូរហើយគាត់ក៏ចេះធ្វើដែរអញ្ចឹងពាក់ព័ន្ធជាមួយនឹងយើងដាក់ភាសាដាក់អក្សររត់ឬក៏បកប្រែភាសាឧទាហរណ៍យើងនិយាយខ្មែរឲ្យទៅជាភាសាផ្សេងអញ្ចឹងណាឲ្យវា translate នៅលើវីដេអូរបស់យើងទៅជាភាសាផ្សេងអង់គ្លេសក៏បានភាសាអីក៏បានដែរឲ្យតែវាមាននៅក្នុងហ្នឹងអញ្ចឹងណាអញ្ចឹងយើងចូលទៅក្នុងវីដេអូរបស់គ្នាដើម្បីយើងធ្វើអូខេអញ្ចឹងយើងចូលវីដេអូឧទាហរណ៍វីដេអូនេះណាបងប្អូនវាឥឡូវខ្ញុំបិទសំឡេងទៅមិនក៏ដាក់ទៅមួយអញ្ចឹងណាអូខេអញ្ចឹងនៅពេលដែលយើងចង់ឲ្យអក្សររត់បែបនេះបងប្អូននេះអក្សររត់បែបនេះពេលខ្លះវាអូតូដោយខ្លួនឯងអញ្ចឹងណាពួកបងប្អូនអាចសង្កេតមើលទៅវីដេអូខ្លះវាចេញវីដេអូខ្លះចេញប៉ុន្តែបើសិនតែយើងចង់ចូលមកកំណត់ឲ្យវាចេញបែបនឹងរហូតអញ្ចឹងណាអញ្ចឹងពេលបងចូលមកវីដេអូមកហើយយើងយក tray 3នេះបងប្អូនចូល tray 3មកយកពាក្យ caption នេះគេនេះអញ្ចឹងនេះ caption អញ្ចឹងចូល caption អញ្ចឹង caption អញ្ចឹងមកនេះយើង on អានេះអស់មក caption auto generate ហ្នឹងហើយ always translate post ហ្នឹងអញ្ចឹងយើង on វាដែរមកធម្មតាវាបិទទេប៉ុន្តែហើយនេះ do not translate ឲ្យគេនេះគេនេះភាសាខ្មែរអញ្ចឹងមានន័យថាយើង translate ទៅណាអញ្ចឹងណាអញ្ចឹងក្នុងករណីនេះយើងចង់ដាក់ភាសាខ្មែរបើមិនតែអាកន្លែងហ្នឹងមិនគេកំណត់ថាអត់ translate ភាសាខ្មែរអញ្ចឹងណាអត់ translate ភាសាខ្មែរអញ្ចឹងបងប្អូនចុចនឹងកន្លែងនេះមកបើសិនបងកន្លែងនេះបងប្អូនចង់ដាក់ភាសាអីក៏ដាក់ទៅអញ្ចឹងណា do not translate មានន័យថាអត់ឲ្យបកប្រែភាសាខ្មែរតែបងប្អូនចុច tick មកឲ្យបងប្អូនចង់បកប្រែទៅពីភាសានឹងទៅជាភាសាអីគេអញ្ចឹងបងប្អូនចូលកន្លែងនេះមកចង់រកអង់គ្លេសទៅចង់ចុចខ្មែរទៅបើសិនតែយើងនិយាយខ្មែរយើងដូរផ្សេងមកនេះបងប្អូន scroll មក scroll រកភាសានឹងមកវាមានភាសាគ្រប់ភាសាអញ្ចឹងខ្ញុំមិនដឹងថាគ្រប់ភាសាឬក៏មានតែប្រហែលភាសាទេតែមើលទៅឃើញច្រើនដែរអញ្ចឹងយើងរើសខ្មែរមកគ្រាន់តែយើង tick កន្លែងនេះមកហើយយើងដានមកអញ្ចឹងមានន័យថាយើងបកប្រែទៅជាភាសាខ្មែរឲ្យអញ្ចឹងណាឧទាហរណ៍អាកន្លែងនេះបើសិនណាដូចជាទូទៅដូចកន្លែងនេះដូចជាអត់មានអីចឹងណាឬក៏វាអត់មាន adder អីទេប៉ុន្តែបងប្អូនអាចរើសបានចង់ដាក់ភាសាគេកន្លែងនេះអញ្ចឹងណាយើងចង់ឲ្យបកប្រែទៅជាភាសាអីគេស្លេចកន្លែងហ្នឹងមកអញ្ចឹងណាអូខេហើយតែប៉ុណ្្នឹងឯងបងប្អូនបាយបាយ